តើរស់នៅបែបណាទើបមិនហត់នៅផ្លូវចិត្តរបស់យើងគឺសំខាន់ខ្លាំងណាស់រាល់ថ្ងៃនេះរក្សាផ្លូវចិត្តឲ្យល្អកុំទៅខ្វល់ខ្វាយពាក់ព័ន្ធជាមួយរឿងដទៃច្រើនពេកផ្លូវចិត្តល្អសុខភាពល្អទទួលទានមានបាននោះហើយគឺជាជីវិតបើយើងគិតតែពីខ្វល់ខ្វាយខ្លាំងភ័យព្រួយជីវិតរបស់យើងរកសេចក្តីសុខគ្មានទេរឿងអ្វីក៏ដោយបើមិនពាក់ព័ន្ធនឹងអ្នកទេគ្រាន់តែស្ដាប់ហើយបោះបង់វាចោលទៅបោះវាចោលកុំទុកនៅក្នុងចិត្តនាំតែសៅហ្មងកុំទុកនៅខួរក្បាលដ៏ស្រស់ស្អាតកុំទុកនៅក្នុងបេះដូងដ៏ជ្រះស្រឡះរបស់យើងខួរក្បាលរបស់យើងមានតម្លៃណាស់ទុកតែរឿងមានប្រយោជន៍ទុកតែរឿងណាមានប្រយោជន៍សម្រាប់ខ្លួនឯងសម្រាប់គ្រួសារសម្រាប់ជាតិសម្រាប់សង្គមនេះរឿងមិនល្អបោះបង់វាចោលទៅយើងត្រូវតែបដោតទៅលើខ្លួនឯងកុំបដោតទៅលើអ្នកដទៃខ្លាំងពេកអ្នកដទៃគេមិនបានមកជួយជ្រោមជ្រែងយើងសពគ្រប់បែបយ៉ាងទេអ្នកដទៃគេជួយយើងបានតែមួយគ្រាតែប៉ុណ្ណោះខ្លួនឯងជួយខ្លួនឯងរស់នៅជាមួយនឹងខ្លួនឯងរាល់ថ្ងៃអ្នកដទៃមិនអាចរស់នៅជាមួយយើងមួយជីវិតបានទេអ្នកដទៃមិនអាចរស់នៅជាមួយនឹងយើងរាល់ថ្ងៃបានទេហើយអ្នកដទៃរត់តាមមិនអាចកំដរយើងរហូតដល់ថ្ងៃស្លាប់បានទេមានតែយើងខ្លួនឯងរស់នៅជាមួយនឹងខ្លួនឯងកំដរខ្លួនឯងធ្វើជាមិត្តរបស់ខ្លួនឯងទើបយើងមាននៅសេចក្តីសុខដល់ខ្លួនឯងមានន័យថាប្រសិនបើយើងផ្ដោតទៅលើខ្លួនឯងឬចម្រើនខ្លួនឯងបើផ្ដោតទៅលើអ្នកដទៃនាំតែរឿងមកដាក់ខ្លួនឯងយើងកុំផ្ដោតយើងកុំធ្វើផ្ដោតទៅលើខ្លួនឯងគឺជារឿងតែសំខាន់រស់នៅក្នុងសង្គមសពថ្ងៃនេះយើងមិនចាំបាច់ទៅព្រួយបារម្ភនៅរឿងថ្ងៃស្អែកបានយើងកុំបារម្ភពេករឿងនៅក្នុងថ្ងៃស្អែកធ្វើនៅក្នុងថ្ងៃនេះឲ្យល្អគិតនៅក្នុងថ្ងៃនេះឲ្យល្អបំពេញតួនាទីនៅក្នុងថ្ងៃនេះឲ្យល្អ24ម៉ោងលើ24ម៉ោងតាមដានយកចិត្តទុកដាក់នៅក្នុងថ្ងៃនេះថាតើយើងបានប្រព្រឹត្តអ្វីខ្លះបានធ្វើនៅគុណប្រយោជន៍សម្រាប់អ្វីខ្លះដល់ខ្លួនឯងដល់ក្រុមគ្រួសារដល់មនុស្សជាទីស្រឡាញ់យើងត្រូវផ្ដោតទៅលើថ្ងៃអ្នកបាក់ឡាគេមិនមែនបារម្ភនៅថ្ងៃស្អែកទេគេបារម្ភតែខ្លួនឯងកំពុងតែបាក់ឡាត្រូវមើលចង្កូតឡានកាន់ចង្កូតឡានមើលទៅមុខមិនអាចមើលទៅខាងមុខទៅទេបានទេប្រាំគឺមានន័យថារស់នៅយើងត្រូវរស់នៅជាមួយនឹងថ្ងៃនេះកុំបារម្ភលទ្ធផលថ្ងៃស្អែកច្រើនពេកថ្ងៃស្អែកទៅជាយ៉ាងណាយើងក៏មិនដឹងទេយើងមិនដឹងទេកុំរំពឹងខ្ពស់ទៅលើអ្នកដទៃខ្លាំងពេកអ្នកដែលត្រូវរំពឹងគឺខ្លួនឯងមិនមែនចាំតែរំពឹងទៅលើអ្នកដទៃទេដាក់ក្តីសង្ឃឹមលើខ្លួនឯងប្រសើរជាងដាក់ក្តីសង្ឃឹមទៅលើអ្នកដទៃយើងខ្លួនឯងគឺជាគោលដៅរបស់ខ្លួនឯងគឺជាមនុស្សតែម្នាក់ដែលនៅជាមួយនឹងយើងរាល់ថ្ងៃធ្វើអ្វីក៏ដោយកុំសើខ្វល់ខ្វាយអំពីខ្សែខ្នែករបស់អ្នកដទៃខ្លាំងពេកខ្សែខ្នែកអ្នកដទៃគេសម្លឹងមកយើងល្អក្តី
ក្រក់ក្តីវាមិនអាចជាឥទ្ធិពលទៅដល់យើងបានទេកុំយកខ្សែផ្កាច់ដាក់អាក្រក់យកមកសម្លាប់ខ្លួនឯងធ្វើអ្វីនៅតែមួយផ្នែកយើងមិនអាចគប់ចិត្តអ្នកដទៃបានគ្រប់គ្នាទេរូបនៅជាខ្លួនឯងធ្វើឲ្យតែបានល្អទេគឺគ្រប់គ្រាន់ដែរគឺបានហើយមិនបាច់តែប្រកបចិត្តអ្នកណាច្រើនពេកនោះទេ